និងសម្លៀកបំពាក់កាត់ដេរជាដើម ចាត់ដែលក្រុមហ៊ុនទូរស័ព្ទ Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទលំដាប់ថ្នាក់លេខ 1 នៃកម្ពុជាបានបន្តធ្វើការប្រកួតរង្វាន់អ្នកឈ្នះទឹកប្រាក់ទឹកចំនួន $10,000 សហរដ្ឋអាមេរិកជារាល់ថ្ងៃទៅដល់អតិថិជនរបស់ខ្លួនជាបន្តទៀត នៅរសៀលថ្ងៃទី 10 ខែមិថុនាឆ្នាំ 2014 ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard បានបន្តធ្វើការប្រគល់រង្វាន់ឈ្នះទឹកប្រាក់ $10,000 សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃដល់អតិថិជនរបស់ខ្លួនចំនួន 2 រូបបន្តទៀតគឺបានទៅលើលោកឡុងធីរិតមានទីលំនៅឃុំស្វាយដង្គមស្រុកសៀមរាបខេត្តសៀមរាបដែលបានឈ្នះទឹកប្រាក់ $30,000 សហរដ្ឋអាមេរិកកាលពីថ្ងៃទី 7 ខែមិថុនាកន្លងទៅនេះ នេះជារង្វាន់ស្ទួនគ្នាចំនួន 3 ថ្ងៃខណៈពុំមានអ្នកឈ្នះកាលពីថ្ងៃទី 5 និងថ្ងៃទី 6 និងម្នាក់ទៀតគឺបានទៅលើលោកស្រុនសៀងជាកសិករមានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលដែលបានឈ្នះទឹកប្រាក់ចំនួន $20,000 សហរដ្ឋអាមេរិកកាលពីថ្ងៃទី 9 ខែមិថុនាឆ្នាំ 2014 នេះជារង្វាន់ស្ទួនគ្នាមួយទៀតចំនួន 2 ថ្ងៃខណៈពុំមានអ្នកឈ្នះកាលពីថ្ងៃទី 8 ខ្ញុំបាទឈ្មោះឡុងធីរិតនៅភូមិស្ទឹងថ្មីឃុំស្វាយដង្គមស្រុកសៀមរាបខេត្តសៀមរាបខ្ញុំបាទឈ្នះរង្វាន់ចំនួនទឹកប្រាក់ $30,000 ខ្ញុំមានអារម្មណ៍រំភើបនិងសប្បាយរីករាយយ៉ាងខ្លាំងដែលរង្វាន់នេះធំមែនទែនសម្រាប់លោកជាងខ្ញុំបាទខ្ញុំដឹងតាមរង្វាន់មិត្តភ័ក្តិធ្វើការជាមួយគ្នាហើយនឹងការផ្ញើមីសេករបស់ក្រុមហ៊ុន Cellcard ទៅបាទខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Cellcard ដែលបានផ្ដល់រង្វាន់ពិតៗសម្រាប់អតិថិជន Cellcard ទាំងអស់ហើយនឹងដូចជារូបខ្ញុំសូមអតិថិជន Cellcard ទាំងអស់កុំយល់ច្រឡំថានេះគឺជារង្វាន់ភូតផលឬក៏បោកប្រាស់គឺរង្វាន់ពិតតែម្ដងបាទការប្រគល់រង្វាន់នេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Cellcard បានចាប់ផ្ដើមកម្មវិធីផ្ដល់ឱកាសឈ្នះរង្វាន់ទឹកប្រាក់$10,000 សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃជាថ្មីបន្តទៀតសម្រាប់អតិថិជនរបស់ខ្លួនដែលមានរយៈពេល15ថ្ងៃបន្តទៀតគឺចាប់ពីថ្ងៃទី 1 រហូតដល់ថ្ងៃទី 15 មិថុនាឆ្នាំ 2014 សូមជម្រាបថាដើម្បីទទួលបានឱកាសឈ្នះរង្វាន់ទឹកប្រាក់$10,000 សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃពីក្រុមហ៊ុន Cellcard អតិថិជនរបស់ Cellcard គ្រាន់តែផ្ញើសារដោយសរសេរ 10K រួចផ្ញើទៅកាន់លេខ 8888 ឬ call ទៅកាន់លេខ 8888 ផ្ទាល់តែម្ដងដែលចំណាយទឹកប្រាក់ត្រឹមតែ15សេនសម្រាប់ការផ្ញើសារនិង call មួយដងនិងទទួលបានលេខកូដផ្សងសំណាងមួយចំពោះការចាប់រង្វាន់គឺប្រព្រឹត្តទៅនៅតាមកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ម៉ោង 7 ល្ងាចចិត្តដែលក្រុមហ៊ុន Cell បានដាក់ពង្រីកនៅទិសដៅទីផ្សារថ្មីមួយទៀតដើម្បីពង្រីក